បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងធ្វើដំណើរកម្សាន្តទាំងអស់គ្នាទៅលេងនៅចលងភ្នំមួយឈ្មោះថាចលងភ្នំអ៊ូឡុងដែលមានចម្ងាយប្រហែលជា160គីឡូម៉ែត្រពីទីក្រុងឆុងឈិញនៅទីនេះស្រស់ស្អាតមែនទែនបាទហើយថ្ងៃដែលយើងទៅហ្នឹងគឺមេឃហៀងត្រជាក់ហើយភ្លៀងផងអញ្ចឹងទៅយើងទៅទទួលឆ័ត្របាទយើងចាប់ផ្ដើមចុះពីដល់ហ្នឹងក៏ដល់កន្លែងនេះមុនគេហើយចលងភ្នំមួយនេះគឺគេថាដាក់មេដៃថតទៅរៀងចលងភ្នំហ្នឹងគឺវាដូចទៅនឹងមេដៃរបស់យើងអញ្ចឹងហើយថ្ងៃហ្នឹងក៏ចុះអាប់ផងដែរតែដើរបន្តិចបាទដល់កន្លែងកាហ្វេបាទសុំដាក់កាហ្វេមួយសិនហ្នឹងបងប្អូនបាទហើយកាហ្វេនៅនេះរសជាតិឆ្ងាញ់បាទហើយមេឃភ្លៀងផងអាលឹមស្រិចយើងក៏ទទួលឆ័ត្រហើយខាងលើកពូលភ្នំក៏ចុះអាប់មិនតិចផងដែរហើយនេះបាទនេះគឺផ្លូវចលងភ្នំដែលគេរៀបចំដើម្បីឲ្យទេសចរដើរធ្វើដំណើរទៅមុខទាំងទៅបាទកន្លែងនេះតែដើមស្រួលសម្រាប់អ្នកខ្ពស់អីហ្នឹងគឺអាចនឹងប៉ះក្បាលដោយសារតែវារៀងនេះបន្តិចវារៀងចោតបន្តិចហើយអ្នកដែលខ្ពស់អាចប៉ះនឹងគែមថ្មបាទនេះកន្លែងនេះគឺជាកន្លែងដែលខ្ញុំបានបង្ហាញខាងដើមអញ្ចឹងគឺវាមានជំរឿជ្រៅហើយកន្លែងខ្លះគេថាថ្មភ្នំហ្នឹងគឺមានរូបរាងដូចជារូបភាពផ្សេងហើយកន្លែងនេះគឺជាក្រេស្នែងហ្នឹងគឺបើសិនមកបងប្អូនដើរហើយចុកដៃចុកជើងអាចប្រើប្រាស់ក្រេស្នែងនឹងបានហើយចលងភ្នំនេះគឺជ្រៅមែនតែនបងប្អូនងាកមើលទៅលើហ្នឹងទៅខាងបាទមើលទៅចង់ក្រិចកត្មងបាទប៉ុន្តែនៅចន្លោះចលងភ្នំហ្នឹងគឺមានអាប់ចុះបាទសក្បោះតែម្ដងហើយមកដល់កន្លែងនេះគឺយើងសម្រាប់មកផ្លែតសិនហើយកន្លែងហ្នឹងខ្ញុំដាក់បាត់ដៃហ្នឹងគឺពីលើកពូលភ្នំកន្លែងចុះអាប់មកក្រោមហ្នឹងគឺអញ្ចឹងហ្មងបាទកន្លែងហ្នឹងគឺមគ្គទេសថាបើយើងដាក់ដៃបាំងអញ្ចឹងទៅវាធ្វើឲ្យយើងមើលឃើញរូបភាពស្អាតហើយដូចមករៀបដៃយើងកំពុងក្នុងពពកហើយយើងដើរតាមចលងច្រកភ្នំនឹងមកបាទគឺមកដល់កន្លែងនេះគឺទេសភាពស្រស់ស្អាតមែនទែនហើយទេសចរម្នាក់គឺថាអូប្រឹងប្រែងថតរូបរាងខ្លួនបាទគឺប្រឹងមែនទែនហើយជាពិសេសគឺធាតុអាកាសហ្នឹងគឺនឹងទេសភាពហ្នឹងគឺពិតជាស៊ីគ្នាបាទហើយចលងភ្នំនេះគឺថាជ្រៅមែនទែនហើយយើងដើរប្រហែលជាង2ម៉ោងបងប្អូនមិនតែវីដេអូខ្ញុំកាត់ខ្លីៗហើយអ្នកក្រេស្នែងដែលយើងដើរហ្នឹងគឺអ្នកបងស្រីម្នាក់នេះគាត់នាំកូនគាត់មកហើយគាត់ដើររៀងចុកជើងអញ្ចឹងទៅគាត់ក៏ហៅក្រេស្នែងជីកហ្នឹងទៅដើម្បីកាត់បន្ថយបាទកន្លែងនេះបងប្អូនគឺមេឃកំពុងភ្លៀងផងក៏ប៉ុន្តែទាំងគេទាំងយើងទទួលឆ័ត្រផងអីផងថតទេសភាពផងបាទប៉ុន្តែកន្លែងនេះគឺពិតជាស្រស់ស្អាតមែនទែនហើយគ្រប់គ្នាគឺឲ្យតែមកដល់កន្លែងហ្នឹងគឺតម្លាក់ឆ័ត្រតម្លាក់អីហ្នឹងលើកកាមេរ៉ាហើយកន្លែងនេះគឺតាមមគ្គទេសចរជនជាតិចិនដែលគាត់ប្រាប់មកគឺថានៅពេលដែលយើងថតនៅកន្លែងចលងនេះទៅគឺយើងមើលទៅហាក់បីដូចជាមានឥន្ទ្រីមួយកំពុងតែដដាងស្លាប់អញ្ចឹងទៅបានខ្ញុំចេះតែព្យាយាមថតពីខាងក្រោមឡើងទៅលើថាតើវាដូចជាអ្វីដែលគាត់ប្រាប់មែនឬអត់អញ្ចឹងខ្ញុំថតពីក្រោមឡើងទៅលើចាហើយទេសចរផ្សេងទៀតក៏គាត់ថតដូចគ្នាគឺព្យាយាមថតមើលថាតើកន្លែងដែលគាត់បង្ហាញនេះវាដូចជាអ្វីដែលគាត់និយាយដែរឬអត់បាទហើយម្នាក់គឺព្យាយាមថតកន្លែងនេះមែនតើគឺថាកន្លែងហ្នឹងវាដូចជារូបរាងរបស់ចលងភ្នំហ្នឹងវាដូចជាសត្វឥន្ទ្រីបាទក៏ប៉ុន្តែដូចឬអត់បងប្អូនទស្សនាវីដេអូខ្លួនឯងទៅខ្ញុំក៏អត់ធានាថាវាដូច100%ដែរក៏ប៉ុន្តែនេះគឺជាអ្វីដែលអ្នកបងស្រីមគ្គទេសចរម្នាក់នេះគាត់រៀបរាប់ប្រាប់ក្រុមទេសចរយើងហើយយើងបន្តទៅមុខទៀតគឺនេះមានគឺយើងត្រូវដើរប្រហែលជា1គីឡូដីទៀតបានទៅដល់កន្លែងច្រកចេញបាទ
បាទពីត្រឹមចំណុចនេះទៅគឺខ្ញុំប្រមូលរូបភាពទាំងអស់ដែលខ្ញុំបានថតក្នុងអំឡុងពេលដំណើរកម្សាន្តនេះគឺមកផ្ដុំជារូបភាពមានតាំងពីទឹកជ្រោះមានតាំងពីចលងភ្នំមានតាំងពីកន្លែងដែលគេថាចលងភ្នំរូបរាងដូចកបិតដូចអីចឹងមកកន្លែងដែលមានរូបក្បាលឥន្ទ្រីកន្លែងដែលមានរូបរាងតដាងស្លាបឥន្ទ្រីទូកបាទក៏ដូចជាទឹកជ្រោះអីផ្សេងៗជូនបងប្អូនមើលសង្ឃឹមថាបងប្អូននឹងចូលចិត្តហើយអ្នកខ្លះប្រហែលជាមកកន្លែងនេះគឺចលងភ្នំថតពីក្រោមទៅខ្ពស់មែនទែនសង្ឃឹមថាបងប្អូនចូលចិត្តហើយអ្នកខ្លះគាត់ក៏ចូលចិត្តទេសភាពបែបព្រៃភ្នំអីអញ្ចឹងដូចខ្ញុំដែរហើយប្រហែលជាអ្នកខ្លះទៀតគាត់មិនសូវជាចូលចិត្តប្រហែលទេហើយម្យ៉ាងមួយទៀតចេះបងប្អូនការធ្វើដំណើរកម្សាន្តហ្នឹងគឺភាគច្រើនយើងមកមានការងារផ្សេងហើយកន្លែងហ្នឹងគឺបន្ទាប់ពីយើងចប់ការងារហើយបានគេណែនាំកន្លែងទេសចរផ្ដល់ជូនមគ្គុទ្ទេសក៍ឲ្យយើងមកកម្សាន្តឲ្យស្គាល់ពីតំបន់របស់គេអញ្ចឹងទៅកន្លែងខ្លះខ្ញុំថតកាត់ទេបងប្អូនហើយចែកម្លែកជូនបងប្អូនកម្សាន្តលំហែអារម្មណ៍ពេលអបសុខបងប្អូនអាចមើលលេងអញ្ចឹងទៅបាទនិយាយស្រុកជើងមិន需要乘车的游客是自行购票，所有的票都不包含观光车。需要走路的游客，大家បាទឥឡូវនេះយើងមកដល់ច្រកចេញហើយបាទនេះគឺមានឡានអគ្គិសនីសម្រាប់ដឹកចេញបាទហើយអរគុណបងប្អូនច្រើនសម្រាប់ការតាមដានពីដើមរហូតមកបាទ